សូមជម្រាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាចាក្រោយពេលដែលយើងបែកគ្នាមួយរយៈធំមែនតែនហើយវែងមែនតែនចាឥឡូវនេះនាងខ្ញុំបានត្រឡប់មកជួបជាមួយនឹងបងប្អូនទាំងអស់គ្នាវិញហើយចាឥឡូវនេះគឺពួកយើងបានធ្វើដំណើរទៅខាងកែតភ្នំបងប្អូនចាឥឡូវនេះនាងខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅលេងនៅខាងកែតភ្នំចាថ្ងៃនេះគឺនាងខ្ញុំអត់បានត្រៀមទុកជាមុនទេហើយក៏គ្មានការណាត់ជួបអីដែរគឺគេហៅថាចៃដន្យណាបងប្អូនគឺប្រាប់ភ្លាមគឺទៅផ្លែតតែហ្មងចាឥឡូវនេះយើងមកជួបគ្នាអំពីការចាប់ត្រីចាចាប់ត្រីរបស់បងប្រុសរបស់នាងខ្ញុំគឺនៅខាងកើតភ្នំចាក្រោយពីយើងធ្វើដំណើរអស់រយៈពេល1ម៉ោងចានិយាយទៅការដែលចេញពីផ្ទះនាងខ្ញុំរហូតមកដល់កន្លែងនេះយើងត្រូវប្រើពេលរយៈពេល1ម៉ោងចាបងប្អូនព្រោះឯផ្លូវគឺបងប្អូននឹងស្រាប់ហើយផ្លូវតាមភ្នំអញ្ចឹងបងប្អូនគឺវាក្លុកច្រើនណាស់ហើយវាមានផ្លូវដាច់វាមានផ្លូវខ្លះទឹកអញ្ចឹងទៅនាងខ្ញុំអត់បានដាក់ជាវីដេអូបង្ហាញនៅពេលផ្លូវនៅពេលដែលយើងជិះឆ្លងកាត់បងប្អូនព្រោះអីកន្លែងខ្លះវាមានខ្សាច់វាមានទឹកដាច់វាមានក្លុកអីអញ្ចឹងទៅចាឥឡូវតោះបាច់គិតច្រើនទេបងប្អូនពិបាកប៉ុណ្ណាក៏ត្រូវតែមកដល់ដែរចាឥឡូវពួកយើងមកមើលអំពីការចាប់ត្រីរបស់នាងខ្ញុំវិញម្ដងចាការចាប់ត្រីរបស់នាងខ្ញុំនឹងគឺចាប់ដោយប្រើសំណាញ់ចាពួកយើងគឺប្រើសំណាញ់បងប្អូនគឺយើងប្រើសំណាញ់សម្រាប់អានេះមិនដឹងប៉ុន្តែអានេះគឺមិនមែនសំណាញ់ទេបងប្អូនគឺគេហៅថាមិនមែនម៉ងទេអានឹងនាងខ្ញុំហៅថាសំណាញ់គៀចាបងប្អូនចាគឺយើងគៀចាគឺយើងគៀត្រីគឺយើងអត់បានប្រើប្រដាប់ឆក់ទេហើយឬមួយក៏គេហៅថាគ្រាប់បំផ្ទុះអត់ទេចាគឺហាមគឺអាវុធបែបនេះអាវុធគឺឧបករណ៍បែបនេះគឺយើងហាមផ្ដាច់គឺប្រើចាពួកអីអានេះវាជាលក្ខណៈគ្រួសារចាអញ្ចឹងគឺនាងខ្ញុំគឺប្រើនេះបងប្អូននេះគឺសំណាញ់សម្រាប់អូសអញ្ចឹងចាបងនាងខ្ញុំគាត់ចាប់ផ្ដើមអូសហើយគឺយើងអូសគីចឹងហ្មងទៅចាបងប្អូនដើម្បីអីយើងនឹងបាច់ទឹកបាច់ទឹកនិយាយបាច់ទឹកងាយចាគឺយើងបូមចាគឺយើងបូមទឹកចាស់ហ្នឹងគឺយើងបូមទៅសម្រាប់ដាក់ទៅនៅក្នុងស្រែរបស់យើងមួយទៀតចារួចហើយគឺយើងរងចាំទឹកភ្លៀងដែលកំពុងតែមកដល់ហ្នឹងគឺដើម្បីឲ្យបញ្ចូលទៅក្នុងស្រះហ្នឹងរួចហើយយើងមានដូចជាការដាក់មែកឈើតូចចាសម្រាប់ឲ្យត្រីវាច្រកអញ្ចឹងណាចាយើងចាប់ផ្ដើមចាប់ត្រីហើយចាគឺយើងគៀបងប្អូននេះចាអានេះហើយគឺឧបករណ៍សម្រាប់យើងប្រើដោយដៃចាហើយយើងងាកមកខាងនេះវិញចាគឺក្មេងៗចាគឺគាត់សប្បាយនឹងការលេងផុកបងប្អូនចាបងប្អូនមើលទៅនេះជីវិតនៅស្រែគឺមានតែប៉ុណ្្នឹងមែននេះមិននៅតែស្រែតែម្យ៉ាងទេបងប្អូនគឺនៅភ្នំចាស្រែហើយភ្នំទៀតហ្មងចាក្មេងៗគាត់ចាប់ផ្ដើមសប្បាយនឹងការកាប់រោដូចជាកែបតុងក្តាមអីចឹងទៅបងប្អូនចានៅតាមមាត់ស្រះហ្នឹងគឺគាត់កាប់យកតែហ្មងចាហើយអានេះយើងងាកមកមើលបងស្រីចាអានេះហ្នឹងហើយនេះបងប្អូននេះត្រីនៅក្នុងស្រះរបស់នាងខ្ញុំបងប្អូនចាគឺយើងចាប់បានមកគឺស្រស់ចឹងហ្មងចាហើយសប្បាយចិត្តពួកអីយើងបានមកដល់ដូចថាអត់មានណាត់ជួបមុនអីទេបងគឺគាត់ប្រាប់មកគឺយើងនេះខ្ញុំចាប់ផ្ដើមរៀបចំចេញតែមកបងប្អូនពេលឲ្យមកចាំមើលបងគាត់គៀត្រីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺនាងខ្ញុំមកបង្ហាញអានេះគឺទិដ្ឋភាពខែកក្កដាណាបងប្អូនចាពាក់កណ្ដាលខែមុនខែកក្កដាបងប្អូនអានេះគឺខែភ្លៀងណាបងប្អូនប៉ុន្តែអត់មានទឹកទេបងប្អូនមើលចាបងប្អូនហើយមើលចាអានេះគឺខែភ្លៀងណាប៉ុន្តែអត់មានទឹកភ្លៀងទេបងប្អូនស្រែដែលនាងខ្ញុំ
មកជួហើយអញ្ចឹងគ្រាប់ពូជដែលយើងបានបាចទៅលើដីហើយអញ្ចឹងបងប្អូនហើយគឺអត់មានដោះទេគឺក្តាំងជាប់នៅនឹងហ្មងបងប្អូនអើយមើលចុះអាហ្នឹងដោយសារតែអីណោះអាកាសធាតុរាំងហើយរាំងទៀតហ្មងបងប្អូនចាអានេះគឺខែភ្លៀងហើយប៉ុន្តែព្រះពិរុណអត់មានបង្អោទឹកភ្លៀងដល់មនុស្សលោកទេមនុស្សលោកនឹងគឺរងចាំតែទឹកភ្លៀងស្រក់មកទេនឹងបង្កបង្កើនផលអញ្ចឹងណាបងប្អូនចាប៉ុន្តែអត់ទេបងប្អូនអើយគឺដាក់ទៅគឺបាត់ឈឹងហ្មងអញ្ចឹងហើយនាងខ្ញុំគិតថាដឹងបានយូរប៉ុណ្ណាទេមួយបងប្អូនហើយយើងក៏លេចមកមើលការចាប់ត្រីរបស់គាត់វិញការរុករកបងប្អូនចៅមួយយ៉ាងគឺប្រកែហ្មងបងប្អូនម្នាក់ចៅដល់ក៏ហើយមិនថាច្រើននេះទេបងប្អូនមួយពេកចាប៉ុន្តែគាត់ជាយាមកាប់ខំហើយបងប្អូនចាំមើលគាត់ចេញគាត់ចាប់មកបានហើយនេះហើយគាត់ដៅគ្នានេះគាត់ឆ្ងល់ទៀតចាំមើលបងប្អូនចាំមើលនេះគាត់ចាប់បានខ្ញុំបង្ហាញធំមែនតើហ្មងហើយគ្នា3 4នាក់ប៉ុន្តែមើលទៅដៅគ្នាបងប្អូននេះចាគាត់ចាប់ដើមហើយកាយហើយនេះបានហើយបងប្អូននេះមកហើយយេនេះបងប្អូននេះចាគឺគាត់ខំប្រឹងបងប្អូននេះហ្នឹងហើយបានហើយនេះអត់តុងនេះមិនមែននៅស្រែទេគឺអត់តុងនៅភ្នំចាគឺអត់តុងនៅភ្នំសប្បាយចិត្តណាស់អ្នកចាប់ហ្នឹងហើយបងប្អូនអ្នកទៅហើយរត់ទៅរកភ្លើងមកបងប្អូនងាកមកយើងក៏លេងមកខាងនោះគឺមានការហែលទឹកដូចអានេះដូចសប្បាយចិត្តនេះមិនមែនហែលទឹកស្រះឯងមិនដឹងស្រះនឹងស្រះពណ៌ធម្មជាតិបងប្អូននេះចាឥឡូវខ្ញុំ帶បងប្អូនមើលអំពីស្រែដែលនៅជិតស្រះនេះខ្ញុំនោះបងប្អូនគឺសង្ឃឹមទឹកភ្លៀងហើយតែអត់មានទេបងប្អូនអើយនេះមានទេឥឡូវយើងសង្ឃឹមតែបូមពីទឹកស្រះនឹងយកទៅដាក់វិញទៅបងប្អូនបើមិនអញ្ចឹងទេស្រែពងរស់ស្រែទទូងយើងនឹងងាប់ហ្មងចាហើយនេះចាបន្ទាប់ពីការចាប់ត្រីរួចហើយពួកយើងចាប់ដើមត្រឡប់មកផ្ទះវិញបងប្អូនអានេះនៅតាមផ្លូវបងប្អូនចាគឺរោងគោរបស់អ្នកភូមិដែលនៅជិតគ្នាហ្នឹងចានិយាយទៅមិញហ្នឹងកំពុងតែចែងទេបងប្អូនស្រាប់តែជិះមកដល់ពាក់កណ្ដាលផ្លូវគឺគ្រាន់តែសន្ទុំភ្លៀងអាលឹមមកភ្លៀងមកបងប្អូនឃើញទេចាភ្លៀងឲ្យខ្យល់អញ្ចឹងមិនថាអាកាសធាតុនៅព្រៃភ្នំអត់ទៀងតែហ្មងបងប្អូនអើយគ្រាន់តែថាមេឃទទុំខ្យល់វឹបមកបណ្ដោយគឺទឹកភ្លៀងប៉ុន្តែមិនមែនទេបងប្អូនគឺភ្លៀងពាក់កណ្ដាលផ្លូវទេចាស្រះហើយនឹងស្រែនាងខ្ញុំចាប់ត្រីមិញហ្នឹងគឺអត់មានភ្លៀងទេបងប្អូននេះចាហើយកំពុងតែភ្លៀងជាងទៅមកជាហៀងខាងនោះហ្នឹងមេឃភ្លៀងណាបងប្អូនប៉ុន្តែមកជាហៀងខាងនេះទៀតបងប្អូននេះមេឃចែងចាគឺចែងបងប្អូនមិនមែនថាសតុំហើយភ្លៀងទេអត់ទេគឺចែងចាឥឡូវនេះខ្ញុំបានជ្រកភ្លៀងចាហើយបន្តិចទៀតនឹងចេញដំណើរទៅផ្ទះទៀតដែរប៉ុន្តែនាងខ្ញុំបានដឹងថានៅឯផ្ទះនោះអត់មានភ្លៀងទេបងប្អូនអើយភ្លៀងតែនៅខាងកើតភ្នំនឹងទេហើយនាងខ្ញុំឆ្ងល់ដែរព្រះពិរុណលោកយ៉ាងម៉េចទេបានជាបង្អោទឹកភ្លៀងនឹងដូចជាមិនសមបំណងសោះបងប្អូនចាហើយនេះតាមផ្លូវដែលនាងខ្ញុំកំពុងតែវិលត្រឡប់ទៅផ្ទះវិញឯងបងប្អូនចាហើយនៅពេលនេះនាងខ្ញុំសូមអរគុណនិងសូមជម្រាបលាបងប្អូនទាំងអស់គ្នាចាយើងនឹងជួបគ្នានៅវីដេអូបន្តទៀតចានៅពេលដែលយើងចេញដើរកម្សាន្តនាងខ្ញុំនឹងនាំយកវីដេអូដែលល្អសម្រាប់ឲ្យបងប្អូនទស្សនាជាបន្តទៀតចាតែនៅពេលនេះសូមអរគុណនិងសូមជម្រាបលាចាសូមអរគុណ